បាទសួស្តីបងប្អូនទាំងគ្នាបាទនេះគឺត្រង់សម្រាប់ផ្សាំកូនមន់បាទចាប់ពីញ័ររហូតដល់មួយអាទិត្យបាទទៅ10ថ្ងៃបាទគឺមានទៅតឹង1 ម៉ែត្រ 2 ម៉ែត្រគឺយើងធ្វើឲ្យមកសម្រាប់ផ្សាំកូនមន់មួយថ្ងៃទៅមួយអាទិត្យទៅ10ថ្ងៃបាទបន្ទាប់មកគឺយើងមានត្រង់សម្រាប់ប្រឡែងវា10ថ្ងៃទៅ45ថ្ងៃបានយើងធ្លាក់នឹងក្រោមបាទនេះធ្វើជា2ជាន់នេះកម្ពស់1 ម៉ែត្រកន្លះទៅតឹង1 ម៉ែត្រដល់ 2 ម៉ែត្របានធ្វើ2ជាន់នេះយើងធ្វើទៅលើដាក់ជ្រៅអាចវាបាទគឺធ្វើឲ្យនេះកន្លងនេះបាទអរគុណបងប្អូនដែលបានទស្សនាវីដេអូ